អាចកំបាំង7យ៉ាងដែលបកគលជោគជ័យមិនដែល5នាក់ជីវិតជោគជ័យគឺជាបំណងប្រាថ្នាតែមួយគត់ដែលយើងគ្រប់គ្នាចង់បានយើងតែងតែព្យាយាមចង់បានភាពជោគជ័យដោយបុគ្គលមួយចំនួនដែលយើងបានស្គាល់និងយកជាគំរូភាពតាមរយៈការអាននិងស្វែងយល់ពីប្រវត្តិនិងបទពិសោធន៍របស់ពួកគេនៅពេលអានរឿងដែលពាក់ព័ន្ធនឹងដំណើរជីវិតរបស់ពួកគេពេលខ្លះយើងសឹងតែមិនដឹងតតែសោះអំពីថាតើគេមានវិធីនិងទម្លាប់អ្វីខ្លះដែលអាចទទួលបានជោគជ័យកម្រិតបែបនោះ1ទម្លាប់ការគិតខុសគេពួកគេគឺជាបុគ្គលដែលមានទម្លាប់ការគិតនិងចម្រាញ់គំនិតខុសពីបុគ្គលធម្មតាដែលសំបីតែការទទួលទានដំណេកនៅពេលដែលពួកគេចង់ចូលដំណេកក្នុងពេលណាមួយតែងតែមានគំនិតមួយផ្សេងទៀតមករារាំងក្នុងការទទួលទានដំណេកហើយគិតរឿងដែលពួកគេត្រូវធ្វើបន្ទាប់ឧទាហរណ៍ដូចជាលោក Thomas Edison ជាបុគ្គលជោគជ័យបំផុតក្នុងការបង្កើតសម្ភារៈអគ្គិសនីដែលមានតិចណាស់ដឹងថាលោកទទួលទានដំណេកយ៉ាងលំបាកត្រឹមតែ3ម៉ោងក្នុងមួយថ្ងៃតើលោកអ្នកស្គាល់បុគ្គលឈ្មោះ Beethoven ទេលោកគឺជាអ្នកនិពន្ធបទភ្លេងជាគ្រូបង្រៀនព្យ៉ាណូនិងជាបុគ្គលចម្លែកដែលតែងតែបានទទួលរាល់គំនិតល្អៗមួយចំនួននៅក្នុងបង្គន់2មានគំនិតវិជ្ជមានពួកគេតែងតែចំណាយពេលភាគច្រើនជាមួយនឹងបុគ្គលដែលមានគំនិតវិជ្ជមានដោយមិនខ្ជិះខ្ជាយពេលវេលាជាមួយនឹងបុគ្គលដែលតែងតែផ្ដោតតែរឿងអវិជ្ជមាននោះទេជាងនេះទៅទៀតពួកគេផ្ដោតសំខាន់តែលើលក្ខណៈវិជ្ជមានទោះបីជាស្ថិតនៅក្នុងដំណើរលំបាកក្នុងជីវិតក៏ដោយ3មានភាពជឿជាក់លើខ្លួនឯងមនុស្សម្នាក់សុទ្ធតែមានក្តីសុបិននិងទស្សនៈរៀងៗខ្លួនទោះជាក្តីសុបិននិងទស្សនៈនោះស្ថិតក្នុងរប៉ាត់របាយក៏ដោយក៏ពួកគេអាចគ្រប់គ្រងក្តីសុបិនទាំងនោះបានតាមរយៈចក្ខុវិស័យដំបូងដោយស្វះស្វែងបង្កើតឱកាសថ្មីជានិច្ចវាគឺជាប្រយោជន៍ដ៏សំខាន់សម្រាប់ពួកគេក្នុងរយៈពេលវែង4ទទួលយកការរិះគន់ពួកគេបើកចិត្តទូលាយក្នុងការទទួលយោបល់និងការរិះគន់ដោយស្មោះពីមនុស្សជុំវិញខ្លួនដោយសម្លឹងមើលតែភាពវិជ្ជមាននិងផ្ដោតលើការអភិវឌ្ឍសមត្ថភាពខ្លួនរបស់គេផ្ទាល់ប៉ុណ្ណោះ5មានតែពាក្យថាជោគជ័យក្នុងចិត្តមិនថាតែគោលដៅរយៈពេលខ្លីឬវែងនោះទេបុគ្គលដែលទទួលបានជោគជ័យខ្ពស់តែងតែនឹកគិតអំពីភាពជោគជ័យក្នុងចិត្តជានិច្ចទោះបីមិនទាន់បានសម្រេចវាក៏ដោយពួកគេរំលឹកខ្លួនឯងជានិច្ចអំពីអ្វីដែលត្រូវធ្វើវាដើម្បីសម្រេចភាពជោគជ័យនោះ6ជាមនុស្សសុភាពរាបសារនិងសណ្ដោសប្រណីសុភាពរាបសារនិងមិនឆ្មើងឆ្មៃគឺជាសញ្ញាណទូទៅដែលមិនមែនជារឿងចម្លែកនោះទេសម្រាប់បុគ្គលជោគជ័យពួកគេមិនដែលអួតអំពីភាពជោគជ័យរបស់ខ្លួនឡើយហើយបន្តដំណើរនៅក្នុងជីវិតទម្លាប់ដដែលជាមួយគ្នានេះដែរពួកគេចូលរួមនៅក្នុងសកម្មភាពដើម្បីមនុស្សជាតិក្នុងការអភិវឌ្ឍដល់ការរស់នៅរបស់មនុស្សដែលកំពុងខ្វះខាតពួកគេជឿជាក់ថាពួកគេទទួលបានផលចំណេញច្រើនពីសង្គមនៅក្នុងដំណើរលើភាពជោគជ័យពួកគេសប្បាយចិត្តក្នុងការចែករំលែកត្រឡប់ទៅវិញដល់សង្គម7ពួកគេធ្វើតាមការចង់បានរបស់ខ្លួនប្រកាន់គោលជំហរក្នុងការសម្រេចគោលបំណងផ្ទាល់ខ្លួនដោយមិនខ្វល់ខ្វាយអំពីគំនិតអ្នកដទៃហើយមិនព្យាយាមធ្វើអ្វីមួយដើម្បីសម្រេចគោលបំណងអ្នកផ្សេងឡើយជាមនុស្សដែលដួលហើយប្រងើបព្រមទាំងមិនខ្មាស់អៀនក្នុងការសុំជំនួយពីអ្នកដទៃពេលត្រូវការនិងទទួលយកនូវគុណវិបត្តិរបស់ខ្លួនដោយបន្តបង្កើនក្តីសុបិនដ៏អស្ចារ្យផ្ទាល់ខ្លួនកត្តាដែលសំខាន់នោះគឺពួកគេជាមនុស្សដែលចូលចិត្តបង្ហាត់ខ្លួននៅក្រៅតំបន់ស្រណុកកាយពាក្យចាស់លោកពោលថានឿយមុនស្រណុកក្រោយដកស្រង់ចេញពីសៀវភៅបណ្ដុំគំនិតភាគ1របស់គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយ Hardbook